សេចក្តីជូនដំណឹងស្តីពីការអនុម័តដាក់ឲ្យប្រើប្រាស់នៅគោលការណ៍ណែនាំលេខ3825នមកកននចុះថ្ងៃទី16ខែឧសភាឆ្នាំ2025ស្តីពីការស្នើសុំការអនុញ្ញាតផ្លាស់ប្តូរសមាជិកភាពក្រុមប្រឹក្សាភិបាលនាមកនិងទីស្នាក់ការរបស់ក្រុមហ៊ុនអន្តរការីមូលបត្រនាយកតកមូលបត្រកម្ពុជានមកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រនិងសាធារណជនទាំងអស់ជ្រាបថានមកបានអនុម័តដាក់ឲ្យប្រើប្រាស់នៅគោលការណ៍ណែនាំលេខ3825នមកកននចុះថ្ងៃទី16ខែឧសភាឆ្នាំ2025ស្តីពីការស្នើសុំការអនុញ្ញាតផ្លាស់ប្តូរសមាជិកភាពក្រុមប្រឹក្សាភិបាលនាមកនិងទីស្នាក់ការរបស់ក្រុមហ៊ុនអន្តរការីមូលបត្រក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការយល់ដឹងនិងការបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតផ្លាស់ប្តូរសមាជិកភាពក្រុមប្រឹក្សាភិបាលនាមកនិងទីស្នាក់ការរបស់ក្រុមហ៊ុនអន្តរការីមូលបត្រប្រកបដោយសណ្ដាប់ធ្នាប់និងប្រសិទ្ធភាពអនុលោមតាមប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណនិងការគ្រប់គ្រងអាជីវកម្មមូលបត្រប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណនិងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សិតប្រកាសស្តីពីការផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនចែកចាយលក់មូលបត្រនិងភ្នាក់ងារចែកចាយមូលបត្រប្រកាសស្តីពីវិសោធនកម្មលើប្រកាសលេខ00415កមកប្រកចុះថ្ងៃទី2ខែកក្កដាឆ្នាំ2015ស្តីពីការផ្តល់អាជ្ញាប័ណ្ណនិងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សិតនិងប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណនិងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួមសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រតាមរយៈទូរស័ព្ទលេខ023 885 611ឬទូរស័ព្ទមន្ត្រីទទួលបន្ទុកលេខ012 519 090ឬអ៊ីមែល intermediaries@scrc.gov.kh សេចក្តីដោយបានជម្រាបជូនខាងលើសូមក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃសុក្រ5រោចខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី16ខែឧសភាគ្រិស្តសករាជ2025នាយកតកមូលបត្រកម្ពុជា